បាទជម្រាបសួរបងប្អូនអរគ្នាបាទបងប្អូនគ្នាខ្ញុំឃើញព័ត៌មានលេចឡើងថ្មីបាទពាក់ព័ន្ធជាមួយនឹងកូនខ្មែរយើងបាទគឺប្រូញាព្រៃវែងបងប្អូនគ្នាបាទគឺកីឡាករលនបញ្ញាបងប្អូនគ្នាបាទបានមានឱកាសបាទទៅប្រកួតនៅប្រទេសជប៉ុនបងប្អូនគ្នាបាទការប្រកួតនេះគឺប៉ះជាមួយនឹងជើងខ្លាំងជប៉ុនកាត់ហ្វីលីពីនបងប្អូនគ្នាហើយកីឡាករនេះគឺខ្ញុំឃើញថាល្អមែនទែនបាទគឺគាត់ល្អសម្រាប់ការប្រកួតលក្ខណៈ kickboxing បងប្អូនគ្នាបាទហើយចំពោះលនបញ្ញាយើងនេះក៏ជា super star ម្នាក់ដែលល្អនៅក្នុងប្រទេសកម្ពុជាយើងដែរបាទតែល្អជាលក្ខណៈគុណខ្មែរទេបងប្អូនគ្នាហើយក្តីបារម្ភដែលខ្ញុំគិតថាលនបញ្ញាទៅប្រកួតក្នុងការប្រកួត K1 ដែលប្រកួតនៅក្នុងទីក្រុងតូក្យូហ្នឹងគឺយើងមានក្តីបារម្ភមួយថាទី1គឺរូបរាងកាយចាញ់គេដោយសារតែលនបញ្ញានៅក្នុងប្រទេសកម្ពុជារបស់យើងគឺគាត់ប្រកួតតែគីឡូ67 68អីទេបាទតែការប្រកួតនៅថ្ងៃទី12ខែកញ្ញាឆ្នាំ2026នៅប្រទេសជប៉ុននេះគឺប្រកួតគីឡូ70មកគ្នាបាទអញ្ចឹងបាទគឺធ្វើគីឡូឡើងគីឡូទៅប្រកួតមួយគេបងប្អូនគ្នាហើយកីឡាករដែលត្រូវជាដៃគូរបស់លនបញ្ញាហ្នឹងគឺហ្គាស៊ូគីបងប្អូនគ្នាគឺជាកីឡាករម្នាក់ដែលប្រកួតប្រភេទគីឡូ75 76បាទអញ្ចឹងចំណុចដែលប៉ះជាមួយលនបញ្ញាគឺគាត់ធ្វើគីឡូចុះមកវាយគីឡូ70បាទគឺគីឡូនេះគឺខាងកម្មវិធីគេកំណត់ឲ្យប្រកួតក្រោមគីឡូ7បងប្អូនគ្នាបាទគឺ7ដកបាទគឺมันលើសពី7ទេបាទគឺត្រូវតែគីឡូ70ចុះក្រោមបាទអញ្ចឹងខ្ញុំមានក្តីបារម្ភថាលនបញ្ញាអាចនឹងចាញ់យករាងកាយរបស់គេបាទហើយអ្វីដែលយើងគិតថាលនបញ្ញានឹងចាញ់ទៀតនោះគឺលបឿនបងប្អូនគ្នាយើងដឹងថាកីឡាករជប៉ុនបាទប្រកួតជាលក្ខណៈ kickboxing នេះគឺបាទលបឿនរបស់គេគឺលឿនណាស់បាទកណ្ដាប់ដៃគឺឆ្វេងស្ដាំរបស់គេនិយាយទៅគឺបាទអាវុធនិងបច្ចេកទេសរបស់គេគឺគេប្រើលបឿនខ្លាំងជាងបាទហើយលឿនហើយធ្ងន់បងប្អូនគ្នាតែទោះជាយ៉ាងណាក៏នៅតែគ្រប់គ្រងកីឡាករកម្ពុជារបស់យើងដែរបងប្អូនគ្នាបាទដែលយើងបាទខំស្កាត់ពីនេះដល់អាយបាទហោះទៅដល់ប្រទេសជប៉ុនដើម្បីប្រកួតជាមួយនឹងកីឡាករជប៉ុនកាត់ហ្វីលីពីនបងប្អូនគ្នាបាទមិនអីទេបាទលនបញ្ញាក៏ជាកីឡាករម្នាក់ដែលមានប្រវត្តិប្រកួតបាទច្រើនមែនទែនបាទនៅក្នុងប្រទេសកម្ពុជារបស់យើងចំណែកក្រៅស្រុកក៏លនបញ្ញាចេញទៅប្រកួតបានជ័យជំនះច្រើនដែរគ្រាន់តែថាការប្រកួតលើកនេះគឺជាលក្ខណៈ kickboxing អញ្ចឹងយើងមិនសូវជាមានក្តីសង្ឃឹមច្រើនទេបាទតែ50 យ៉ាងបងប្អូនគ្នាបាទដោយសារតែប្រកួតជាមួយនឹងកីឡាករគេល្អណាមួយគីឡូគេក៏គេប្រកួតលក្ខណៈគីឡូធ្ងន់ហើយយើងធ្លាប់តែប្រកួតគីឡូស្រាលហើយឡើងទៅវាយគីឡូធ្ងន់អញ្ចឹងអាវុធហើយនឹងកម្លាំងអាចនឹងចាញ់គេបងប្អូនគ្នាហើយបាទដូចខ្ញុំនិយាយដែរអញ្ចឹងគឺ kickboxing គឺបាទគឺតែយើងយឺតយើងអត់តាន់គេទេបងប្អូនគ្នាបាទអញ្ចឹងក្នុងនាមយើងជាអ្នកគ្រប់គ្រងគុណខ្មែរដូចគ្នាបាទហើយខ្ញុំក៏សូមជូនពរឲ្យលនបញ្ញាធ្វើបានល្អនៅក្នុងការប្រកួតមួយនេះបាទដើម្បីពំនាំយកជ័យជំនះមកកាន់ប្រទេសកម្ពុជារបស់យើងវិញបងប្អូនគ្នាហើយការប្រកួតនេះគឺជាការប្រកួតដ៏សំខាន់ដែរសម្រាប់លនបញ្ញាបើសិនជាគាត់ឈ្នះគាត់អាចនឹងមានឱកាសឡើងទៅជួបកីឡាករជប៉ុនឬក៏កីឡាករនៅក្រៅប្រទេសណាទៀតដែលល្អដែលធ្លាប់ប្រកួតនៅសង្វៀននេះអាចនឹងមានភាពបន្តនេះបើសិនជាលនបញ្ញាឈ្នះបងប្អូនគ្នាតែបើសិនជាលនបញ្ញាចាញ់អានឹងយើងអត់ដឹងទេបាទគិតតាមនឹងទៀតបងប្អូនគ្នាបាទហើយវីដេអូយើងក៏មានតែប៉ុណ្ណឹងបងប្អូនគ្នាបាទបងប្អូនគ្នាដែលមកថ្មីកុំភ្លេចជួយចុច Subscribe Channel YouTube របស់ខ្ញុំបាទម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតបងប្អូនគ្នាបាទសូមអរគុណសូមជម្រាបលា